ថ្ងៃនេះគឺមកឆាសាច់ crawfish នេះឆាគ្រឿងចាគ្រឿងផ្សំនោះគឺមានស្ករមឹងព្រូតចាខ្ទិះដូងហើយនឹងម្សៅស៊ុប mushroom អំបិលអំពិលទុំហើយនេះគ្រឿងបុកគល់ស្លឹកគ្រៃម្ទេសក្រហមខ្ទឹមសស្លឹកក្រូចសើចហើយនឹងនេះគឺ almond មិនមែន almond នេះសំទោសគឺpecan ចា pecan nut ណាយកទៅលីងហើយដាក់ចូលក្នុងកញ្ចប់ហ្នឹងបុកវាឲ្យម៉ត់អ្នកទាំងអស់គ្នាអាចប្រើ peanut ប្រើសណ្តែកដីបានតែមានបងប្អូនខ្ញុំមួយចំនួនគាត់ញ៉ាំសណ្តែកដីអត់បានគឺគាត់មានប្រតិកម្មជាមួយសណ្តែកដីខ្ញុំភាគច្រើនគឺប្រើ almond ប៉ុន្តែថ្ងៃនេះអត់មាន almond ទេអស់ almond ហើយអញ្ចឹងមានតែប្រើ pecan nut ចំនួនវិញអញ្ចឹងទៅឆាទាំងអស់គ្នាជាដំបូងគឺដាក់ខ្ទះឲ្យក្តៅឬហើយដាក់ប្រេងចូលបន្តិចសិនប្រេងដែលខ្ញុំប្រើនោះគឺខ្ញុំប្រើប្រេង avocado ដាក់តែបន្តិចទេគ្រឿងចូលលេងគ្រឿងនេះឲ្យឈ្ងុយទាំងសអីហ្នឹងគេដាក់ចូលជាមួយគ្នាមកដោយសារតែការដែលខ្ញុំបុកគ្រឿងកិនគ្រឿងនេះគឺអត់បានដាក់ខ្ទឹមសចូលទេអញ្ចឹងទៅគាត់តែដាក់ឈ្ងុយចូលស្លឹកក្រូចសើចដាក់ទាំងអស់តែម្ដងលេងឲ្យវាឈ្ងុយបន្តិចយើងចាក់ខ្ទិះដូងចូលបន្តិចសិនទៅកុំឲ្យគ្រឿងនេះវាខ្លោចណាមួយឲ្យមានក្លិនឈ្ងុយផងចាក់ច្រើនទេចាក់បន្តិចម្ដងអូយនិយាយថាក្លិនវាមិនឈ្ងុយរួចហើយក៏ចាប់ដាក់គ្រឿងយើងចូលដែលមានអំបិលមានស្ករមឹងព្រូតហើយនឹងម្សៅស៊ុបហ្នឹងដាក់ចូលមកនៅពេលដែលរៀងក្រៀមបន្តិចអញ្ចឹងដាក់បន្ថែមខ្ទិះដូងបន្តិចម្ដងហ្នឹងទៅកាន់តែឈ្ងុយខ្លាំងតែម្ដងហើយក៏អំពិលទុំដាក់ត្រឹមតែជាងពាក់កណ្ដាលសិនខ្លាចវាជូរចូលអីចាំយើងបន្ថែមតាមក្រោយទៀតចូលជាមួយគ្នាដើម្បីថាចូលជាតិហើយក៏ចាប់ដើមចាក់សាច់crawfishយើងចូលទៅណាចូលវាឲ្យចូលជាតិបន្តិចសិន
លើចាំឲ្យភ្លុកបន្តិចសិនណាចាំឲ្យជួយចំណងតិចប្រៃប៉ុណ្ណឹងបានហើយចាំឲ្យប្រៃចំណងតិចទេម្នាក់សុទ្ធតែខ្លាចប្រៃអញ្ចឹងម្អនេះគឺដាក់ឲ្យចូលមកតាមវិញចាំដល់ទៅដាក់ឲ្យស៊ីទេហើយខ្ទិះដូងអត់ចាំបាច់ដាក់ថែមទៀតទេដាក់តែប៉ុណ្្នឹងទេខ្ទិះដូងនេះខ្ញុំចាំបាច់ច្រើនទេឥឡូវសយកទៅធ្វើបង្អែមញ៉ាំនៅពេលក្រោយហើយអត់បាច់ឆាយូរទេពុះប៉ុណ្្នឹងបានហើយចាប់ដើមចាក់សណ្តែកយើងចូលគឺទៅហៅសណ្តែកធ្លាប់ឆាសណ្តែកចានេះគឺខ្ញុំចាក់ pecan nut ដែលបានលីងហើយបុកទុកយកមកចាក់ជំនួសសណ្តែកដីឬមួយក៏ almond រាល់ដងគឺដាក់សណ្តែកដីប៉ុន្តែលើកនេះខ្ញុំអស់ទៅប្រើ pecan ជំនួសវិញអញ្ចឹងមកតែប៉ុណ្ណឹងគឺជាការស្រេចរួចរាល់ហើយបិទភ្លើងបានហើយណាចានេះគឺឆាគ្រឿងដែលឆាគ្រឿងcrawfish អូយរនឹក crawfish នឹងចង់ឃើញទេឥឡូវហ្នឹងហើយអាចញ៉ាំជាមួយបន្លែដូចជាត្រប់ស្រួយត្រសក់ឬមួយក៏បន្លែអី celery ឬមួយក៏បន្លែអីផ្សេងទៀតដែរអ្នកទាំងអស់គ្នាចូលចិត្តគឺអាចញ៉ាំបានទាំងអស់ចារសជាតិគឺថាឆ្ងាញ់អរគុណដែលបានទស្សនាសូមព្រះអង្គប្រទានពរអ្នកទាំងអស់គ្នាជួបគ្នានៅវីដេអូក្រោយនេះឆាគ្រឿង crawfish ធ្វើរួចហើយទុកយកទៅtrip Alabama